សូមជម្រាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់វីដេអូភាគ2លើមេរៀនទី1ចំនួនកុំភ្លេចទម្រង់ពីគណិតចាហើយបន្ទាប់ពីយើងបានសិក្សាពីវីដេអូភាគទី1មកយើងក៏បានស្គាល់ពីមូលដ្ឋានគ្រឹះរួចមកហើយអញ្ចឹងថ្ងៃនេះខ្ញុំនឹងបន្តទៅនាំអ្នកទាំងអស់គ្នាទៅសិក្សាមើលពីចំណុចសំខាន់បន្ថែមទៀតដើម្បីធ្វើលំហាត់នៅក្នុងមេរៀនចំនួនកុំភ្លេចទម្រង់ពីគណិតឲ្យកាន់តែមានភាពងាយស្រួល ចឹងមុននឹងឈានចូលដល់មេរៀនបើសិនបើបងប្អូនពេញចិត្តនឹងចង់តាមដានមេរៀនគណិតវិទ្យាងាយៗបែបនេះទៀតសូមកុំភ្លេចជួយចុច like subscribe ម្នាក់មួយផងណាតោះចឹងឥឡូវកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមចូលលំហាត់ទី2របស់យើងទាំងអស់គ្នាចឹងនៅក្នុងលំហាត់ទី2នេះគឺគេឲ្យយើងគណនាចំនួនគំនិតខាងក្រោមរួចឲ្យលទ្ធផលជាទម្រង់ពីគណិតវិទ្យាដែរចាដូចវីដេអូពីមុនភាគមុនអញ្ចឹងគឺខ្ញុំបានបញ្យល់បងប្អូនឲ្យថាទម្រង់ពីគណិត គឺវាមានទម្រង់ a បូក be អញ្ចឹងគឺយើងត្រូវគណនាធ្វើយ៉ាងណាឲ្យលទ្ធផលចុងក្រោយហ្នឹងគឺជាទម្រង់ a បូក be អញ្ចឹងក្នុងចំណោមលំហាត់ទាំង5នេះគឺសុទ្ធសឹងតែជាលំហាត់ជាប្រភេទអញ្ចឹងគន្លឹះក្នុងការដោះស្រាយទម្រង់ជាប្រភេទបែបនេះគឺបងប្អូនត្រូវតែបំបត្តិមានន័យថាបំបត្តិភាគបែងឲ្យទៅជាចំនួនពិតហើយសួរថាបំបត្តិភាគបែងឲ្យទៅជាចំនួនពិតហ្នឹងធ្វើបែបម៉េច ចឹងការបំបត្តិភាគបែងឲ្យទៅជាចំនួនពិតហ្នឹងគឺបងប្អូនត្រូវគុណនឹងកន្សោមឆ្លាស់របស់វាចាហើយសួរថាកន្សោមឆ្លាស់ហ្នឹងជាអីគេពាក្យថាកន្សោមឆ្លាស់ហ្នឹងមានន័យថាការឆ្លាស់សញ្ញាពីបូកទៅដកទៅបូកហើយយើងអាចឆ្លាស់សញ្ញាបានលុះត្រាតែមានឯកតានិមិត្ត e តែប៉ុណ្ណោះក្នុងករណីដែលមានឯកតានិមិត្ត e ទេគឺយើងមិនអាចឆ្លាស់សញ្ញាបានទេចាអញ្ចឹងសង្ខេបឡើងវិញយើងដើម្បីធ្វើការគណនាចំពោះប្រភេទទម្រង់ចំនួនកុំភ្លេចបែបនេះគឺបងប្អូនត្រូវតែបំបត្តិភាគបែងឲ្យទៅជាចំនួនពិតចាហើយនៅពេលដែលបងប្អូនបំបត្តិភាគបែងទៅជាចំនួនពិតហើយតែយើងធ្វើបែបណាគឺយើងត្រូវគុណវានឹងកន្សំឆ្លាស់មួយហើយឆ្លាស់សញ្ញាទៅនៅពីមុខ e តែប៉ុណ្ណោះចាហើយយើងឈានចូលដល់ដំណោះស្រាយលំហាត់ a របស់យើងដែលគេឲ្យមក a ស្មើជាមួយនឹង1បូក 5e លើ1ដក e អញ្ចឹងក្នុងការគណនាគឺយើងគោលដៅរបស់យើងគឺធ្វើយ៉ាងណាឲ្យភាគបែងទៅជាចំនួនពិតហើយការដែលធ្វើឲ្យភាគបែងទៅជាចំនួនពិតបានលុះត្រាតែយើងគុណនឹងកន្សោមឆ្លាស់ហើយឆ្លាស់របស់វាគឺឆ្លាស់តែពីមុខសញ្ញាមាន e ឬក៏ឯកតានិមិត្ត e ទេឆ្លាស់ពីដកទៅបូកទៅដកហើយកាលណាយើងថែមយើងឆ្លាស់ឲ្យគេគឺយើងត្រូវថយឲ្យគេវិញដើម្បីស្មើដើមចាអញ្ចឹងយើងមើលយើងគុណនឹងកន្សោមឆ្លាស់របស់1ដក e មក1ដក e កន្សោមឆ្លាស់របស់វាគឺ1បូក e អញ្ចឹងកាលណាយើងថែម1បូក e នៅភាគបែងធានដើមរបស់គេពីមុនអត់មាន1បូក e ទេអញ្ចឹងកាលណាយើងថែមគឺយើងត្រូវថយឲ្យគេវិញដើម្បីសម្រួលមកឲ្យបានដូចប្រធានដើមរបស់គេអញ្ចឹងយើងថែមក្រោមប៉ុន្មានឥឡូវក៏ប៉ុណ្្នឹងដែរអញ្ចឹងដើម្បីសម្រួលមក1បូក e លើ1បូក e សម្រួលមកដូចដើមវិញហើយចាជាងបន្ទាប់មកក្នុងករណីនេះគឺអូនត្រូវស្គាល់ថាចាំរូបមន្តនេះអាខាងក្រោមភាគបែងហ្នឹងគឺវាចូល a ដក b កតា a បូក b អញ្ចឹងយើងដឹងហើយថា a ដក b កតា a បូក b គឺវាស្មើជាមួយនឹង a ការ៉េដក b ការ៉េអញ្ចឹងតួ a របស់យើងក្នុងនេះគឺស្មើ1ហើយតួ b របស់យើងគឺស្មើ e អញ្ចឹងវាចូល a ដក b កតា a បូក b ហើយវាស្មើជាមួយនឹង a ការ៉េដក b ការ៉េអញ្ចឹងភាគបែងរបស់យើងឈប់ដាក់អីព្រោះវាស្មើនឹង a ការ៉េដក b ការ៉េអញ្ចឹងយើងធ្វើការដាក់មកគណនាភាគបែងមកគឺបាន a ការ៉េ1ណា a ការ៉េ1អញ្ចឹង1ការ៉េគឺនៅតែ1ហើយយើងនៅថា e ការ៉េចា e ការ៉េស្មើដក1ណាដក1ប៉ះជាមួយនឹងរូបមន្តដករបស់យើងទៀតវាទៅជាបូក1ហើយចំពោះភាគយកគឺយើងត្រូវគុណពលាតវាជាផលគុណកតាអញ្ចឹងគឺយើងត្រូវគុណពលាតមានន័យថាយកកតាទី1ឬក៏យកតួទី1នៃកតាទី1ហ្នឹងគុណគ្រប់តួទាំងអស់នៃកតាទី2អញ្ចឹងយកតួទី1គុណគ្រប់តួទី2មក1គុណនឹង1បាន1គុណជាមួយនឹងបូក e បានបូក e បូក 5e គុណជាមួយនឹង1បានបូក 5e បូក 5e គុណជាមួយនឹងបូក 5e វាឡើងទៅជាបូក 5e ការ៉េប៉ុន្តែយើងដឹងថា e ការ៉េស្មើដក1ណាដក1គុណជាមួយនឹង5បានដក5បន្ទាប់មកយើងដឹងថាដើម្បីបូកដកបានលុះត្រាតែយើងបូកដកចំនួនពិតជាមួយនឹងចំនួនពិតហើយចំនួននិមិត្តបូកដកជាមួយនឹងចំនួននិមិត្តអញ្
ចឹងយើងបូកដកធម្មតាមកយក1ដក5ទៅសល់ដក4ហើយបូក e បូក 5e បានបូក 6e 1បូក1ស្មើ2ចឹងបន្ទាប់មកយើងគោលដៅយើងគឺធ្វើយ៉ាងណាឲ្យវាទៅជាទម្រង់ពីគណិតគឺ a បូក bi ចឹងក្នុងករណីនេះយើងមើលទៅវាអត់ទាន់ចូលទម្រង់ពីគណិតទេចឹងយើងត្រូវធ្វើការបំបែកវាណាយើងធ្វើការបំបែកវាដោយសារតែ2នេះគឺវាមានភាគបែងរួមបើន័យថាវាជាភាគបែងរបស់ដក4ផងវាជាភាគបែងរបស់បូក 6e ផងចឹងយើងធ្វើការផ្ដាច់ជាភាគបែងមកបានដក4លើ2បូក 6e លើ2ក្នុងករណីនេះដោយសារ2ជាភាគបែងរួមចឹងយើងអាចផ្ដាច់បានយើងផ្ដាច់ធ្វើអីយើងផ្ដាច់ដើម្បីឲ្យចេញជារាង a បូក bi ដែលជាទម្រង់ពីគណិតហ្នឹងហើយចឹងយើងធ្វើការគណនាមកបានដក4ចែកនឹង2បានដក2បូក 6e ចែកនឹង2បានបូក 3e ចានេះគឺជាទម្រង់ពីគណិតរបស់យើងដែលវាស្មើជាមួយនឹង a បូក bi ចឹងកន្សោម a របស់យើងស្មើនឹងដក2បូក 3e ឥឡូវយើងឈានចូលដល់លំហាត់អក្សរ b របស់យើងចឹងលំហាត់អក្សរ b របស់យើងគេឲ្យមកស្មើជាមួយនឹង5ដក e លើ2ដក 3e ចឹងធ្វើដូចជាមួយនឹងអក្សរ a ដែរគឺយើងគុណនឹងកន្សំឆ្លាស់របស់វាហើយឆ្លាស់ដកទៅបូកហើយយើងឆ្លាស់តែសញ្ញាដែលនៅមុខ e តែប៉ុណ្ណោះឬក៏ឯកតានិមិត្ត e តែប៉ុណ្ណោះចឹងយើងធ្វើការឆ្លាស់មកចឹង2ដក 3e កន្សំឆ្លាស់របស់វាគឺ2បូក 3e ចឹងកាលណាយើងថែមមកក្រោមប៉ុន្មានថែមមកលើក៏ប៉ុណ្្នឹងដែរដើម្បីធ្វើការសម្រួលមកដូចដើមរបស់គេវិញចឹងក្នុងគណិតវិទ្យាគឺគេគណនាបែបហ្នឹងពេលដែលយើងថែមយើងត្រូវតែចេះថយឲ្យគេដើម្បីរក្សាភាពដើមរបស់គេឲ្យនៅដដែលចាអញ្ចឹងយើងធ្វើការពន្លាតខាងលើនេះមកផលគុណពីកតាដូចគ្នាដែរយើងគាត់យកកតាទី1គុណគ្រប់តួទាំងអស់នៃកតាទី2ចាហើយយកតួទី2គុណគ្រប់តួទាំងអស់នៃកតាទី2ដូចគ្នាហើយយើងមើលសង្កេតឃើញថាភាគបែងខាងក្រោមគឺ2ដក 3e កតា i 2បូក 3e អញ្ចឹងវាចូលរូបមន្ត a ដក b កតា a បូក b អញ្ចឹង a បូក b កតា a ដក b វាស្មើជាមួយនឹង a ក្រេដក b ក្រេចាអញ្ចឹងតួ a របស់យើងគឺ2ហើយតួ b របស់យើងគឺ 3e អញ្ចឹងតួ a ក្រេអញ្ចឹងវាបានភាគបែង a ក្រេ2ក្រេ4ណា 3e លើកជាក្រេ9ប៉ុន្តែយើងដឹងថា e ក្រេស្មើដក1ដក1គុណនឹងដករូបមន្តទៅវាជាបូកណាអញ្ចឹងអ្នកគ្រូសង្ខេបនៃកន្លែងហ្នឹងឲ្យបន្តិចអូនត្រូវចាំថាកាលណាដែលវាចូលរូបមន្តទម្រង់ a ក្រេដក b ក្រេនេះចំពោះវាជាប្រភេទបែបហ្នឹងចាំថាភាគបែងរបស់វាគឺมันអាចចេញមកសញ្ញាអវិជ្ជមានបានទេដោយសារតែ e ក្រេវាស្មើដក1ឯងអញ្ចឹងដក1ប៉ះជាមួយនឹងដកនេះគឺចេញមកវិជ្ជមានជានិច្ចចឹងចេញមកបូកជានិច្ចចាភាគបែងខាងក្រោមនេះគឺដាច់ខាតចេញមកគឺត្រូវតែសញ្ញាបូកជានិច្ចចាជាងចំណាំកន្លែងនឹងឲ្យដាច់ព្រោះអី e ក្រេស្មើដក1អញ្ចឹងដក1ប៉ះជាមួយនឹងដករូបមន្តរបស់យើងគឺវាទៅជាបូកឯងចាបន្ទាប់មកយើងធ្វើការគុណពន្លាតអាភាគយកនេះមក5គុណនឹង2បាន10 5គុណជាមួយនឹង3 e បានបូក 15e ដក e គុណជាមួយនឹង2បានដក 2e ហើយដក e គុណជាមួយនឹងបូក3 e វាបានទៅជាដក 3e ការ៉េប៉ុន្តែយើងដឹងថា e ការ៉េស្មើដក1ណាដក1គុណជាមួយនឹងដក3វាឡើងទៅជាបូក3ចាបន្ទាប់មកយើងធ្វើការគណនាផ្នែកចំនួនពិតជាមួយនឹងចំនួនពិតនិមិត្តតាមនិមិត្តអីចឹងទៅអញ្ចឹងយើងយក10បូក3បាន13ហើយ 15e ដក 12e បានបូក 13e ភាគបែងបានលើ13អញ្ចឹងក្នុងករណីនេះវាអត់ទាន់ជាទម្រង់ពីគណិតទេគឺយើងធ្វើការផ្ដាច់វាព្រោះវាមានភាគបែងរួម13ចឹងយើងធ្វើការផ្ដាច់វាមកដោយសារយើងសង្កេតឃើញថាវាអាចសម្រួលបានខ្លះចឹងណាចឹងយើងធ្វើការសម្រួលមកចឹងយើងផ្ដាច់បាន13លើ13បូកជាមួយនឹង 13e លើ13ចឹងយើងបាន13ចែកនឹង13ស្មើ1ហើយ 13e លើ13បាន e ចឹងកន្សោម b របស់យើងស្មើនឹង1បូក e ចា៎ជាងយើងធ្វើការបន្តទៅលំហាត់អក្សរ C របស់យើងចាលំហាត់អក្សរ C នេះគឺវាមានលក្ខណៈខុសប្លែកពី A B បន្តិចដោយសារតែវាមានប្រភេទរហូតដល់ទៅ2ប៉ុន្តែมันជាបញ្ហាទេបើសិនមកក្នុងករណីយើងចេះភាគមួយគឺយើងក៏អាចធ្វើលំហាត់ដែលមានប្រភេទ2ដូចគ្នាដែរចាគឺវាលំនាំដូចគ្នាទេគឺគ្រាន់តែយើងគុណនឹងកន្សោបឆ្លាស់បូកវាជាធម្មតាទេប៉ុន្តែបងប្អូនសង្កេតមើលអក្សរ C នេះអក្សរ C គឺវាមានករណីពិសេសអាចនិយាយថាវាចូលករណីពិសេសហេតុអីបានអ្នកគ្រូនិយាយថាវាចូលករណីពិសេសអូនសង្កេតមើលភាគបែងរបស់វា1បូក 2e អានេះ1ដក 2e អញ្ចឹងយើងសង្កេតឃើញថាភាគបែងរបស់វាជាកន្សោមឆ្លាស់របស់គ្នាទៅវិញទៅមកហើយអញ្ចឹងយើងអត់បាច់ចាំគិតអីវិញឆ្ងាយទេយើងគ្រាន់តែតម្រូវភាគបែងមក
ដោយគុណអាហ្នឹងរវាងគ្នានឹងគ្នាយក1បូក 2e គុណជាមួយនឹង1ដក 2e តែម្ដងចា៎អញ្ចឹងយើងគុណរវាងគ្នានឹងគ្នាមកបាន1បូក 2e កតា1ដក 2e ហើយខាងនេះមាន3បូក e ហើយភាគបែងវាមានតែ1បូក 2e ទេអញ្ចឹងដើម្បីបានភាគបែងរួមយើងខ្វះអីយើងខ្វះ1ដក 2e អញ្ចឹងកាលណាយើងខ្វះ1ដក 2e យើងគុណទៅលើទៅក្រោមមកបាន3បូក e កតាឲ្យ1ដក 2e ចាកន្លែងនេះពួកអីយើងតម្រូវភាគបែងរួមមកអញ្ចឹងកាលណាតម្រូវភាគបែងរួមយើងខ្វះអីគឺយើងថែមហ្នឹងហើយដកសញ្ញារបស់គេនេះហើយកន្លែង1បូក 3e អញ្ចឹង1បូក 3e ភាគបែងរបស់វាមានតែ1ដក 2e ទេមុនដំបូងអញ្ចឹងនៅពេលដែលយើងចង់គុណជាមួយនឹង1បូក 2e ថែមគឺយើងត្រូវគុណទាំងលើទាំងក្រោមអញ្ចឹងបានអានេះ1បូក 3e គុណជាមួយនឹង1បូក 2e ដូចគ្នាចា៎យើងធ្វើការតម្រូវភាគបែងបែបហ្នឹងមកបន្ទាប់មកយើងធ្វើការគុណពលាតដោយសារនេះវាជាផលដកផលគុណកតាមានន័យថាផលដកនោះវាបែងចែកវាជាផលគុណកតាអញ្ចឹងយើងមិនអាចយកកន្សំនេះបូកដកកន្សំនេះបានទេគឺយើងត្រូវធ្វើប្រមាណទីគុណកតាមុនសិនយើងធ្វើការពន្លាតវាសិនបន្ទាប់មកចាំយើងបូកដកតាមធម្មតាមកច្រឡំអញ្ចឹង3គុណនឹង1បាន3គុណជាមួយនឹងដក 2e បានដក 6e បូក e គុណជាមួយនឹង1បានបូក e បូក e គុណជាមួយនឹងដក 2បានដក 2e ការ៉េប៉ុន្តែ e ការ៉េស្មើដក 1 ដក 1ប៉ះដកវាទៅជាបូកណាបន្ទាប់មកយើងកុំទាន់គុណសញ្ញាដកបញ្ចូលក្នុងករណីនេះគឺបងប្អូនត្រូវគណនាខាងក្នុងវងកញ្ចក់នេះឲ្យអស់ជាមុនសិនដោយយើងប្រើវងកញ្ចក់ធម្មតាចាំយើងគណនាខាងក្នុងវងកញ្ចក់អស់ហើយចាំយើងគុណសញ្ញាដកបញ្ចូលដើម្បីជៀសវាងកុំឲ្យច្រឡំចឹង1គុណនឹង1បាន1គុណជាមួយនឹងបូក 2e បានបូក 2e បូក 3e គុណជាមួយនឹង1បានបូក 3e បូក 3e គុណជាមួយនឹងបូក 2e បានបូក 6e ការ៉េតែ e ការ៉េស្មើដក1ដក6ដក1គុណជាមួយនឹង6វាស្មើនឹងដក5 ចា៎ហើយភាគបាយយើងសង្កេតឃើញថាវាចូល a បូក b កតា a ដក b ចឹង a បូក b កតា a ដក b ស្មើនឹង a ការ៉េដក b ការ៉េដែលតួ a របស់យើងគឺ1ហើយតួ b របស់យើងគឺ 2e ចឹងបាន1ការ៉េ1ការ៉េ1 2e ការ៉េវាបាន2ការ៉េ4 e ការ៉េស្មើដក1ចឹងដក1នេះគ្រូប្រាប់ហើយថាកន្លែងនេះគឺដាច់ខាតវាត្រូវតែបូកចឹង1បូកជាមួយនឹង4បាន5ចឹងភាគបាយរបស់វាត្រូវតែបូកជានិច្ចណាចឹងយើងធ្វើការគុណសញ្ញាដកបញ្ចូលមកឬយើងគណនាខាងក្នុងនេះឲ្យមក3បូក2ស្មើ5ដក 6e បូក e ស្មើដក 5e ដកយើងទុកនៅកន្លែងយើងគណនាខាងក្នុងនេះឲ្យសិនមកចាំយើងគុណសញ្ញាដកបញ្ចូលទៅវាងាយស្រួលតែថាវាយើងសម្រួលបានខ្លះចឹងណា1ដក6សដក5 2e បូក 3e ស្មើបូក 5e លើ5ចាបន្ទាប់មកយើងធ្វើការគុណពលាតសញ្ញាដកនេះចូលទៅបានដកគុណនឹងដកបានបូក5ណាដកគុណនឹងដក 5e ចាដកបាន5បូកជាមួយនឹង5បាន10ហើយដក 5e នឹងដក 5e វាបានដក 10e លើ5បន្ទាប់មកយើងផ្ដាច់ភាគបែងមកនេះគ្រូសរសេរកាត់យកមក10ចែកនឹង5បាន2ដក10ចែកនឹង 5e បានដក 2e អញ្ចឹងអាសំណុំ C របស់យើងគឺស្មើជាមួយនឹង2ដក 2e ចឹងយើងធ្វើការឈានចូលដល់លំហាត់អក្សរ D ស្មើជាមួយនឹងគេឲ្យមក7បូក 9e លើ5ដក e ចឹងអក្សរ D នេះគឺវាមិនខុសអីពីអក្សរ A B ដែរទេគឺយើងគុណនឹងកន្សំឆ្លាស់របស់វាមក5ដក e ចឹងកន្សំឆ្លាស់របស់វាគឺ5បូក e យើងថែមវាទាំងភាគយកទាំងភាគបែងមកយើងគណនាបានហើយចាអញ្ចឹងយើងថែមមកបាន7បូក 9e កតាឲ្យ5បូក e លើ5ដក e កតាឲ្យ5បូក e អញ្ចឹងភាគបែងនេះវាទៅជាចំនួនពិតហើយវាចូលរូបមន្ត a ការ៉េដក b ការ៉េហើយចាអញ្ចឹងកាលណាវាចូល a ការ៉េដក b ការ៉េគឺវាទៅជាចំនួនពិតហើយយើងធ្វើការពលាតភាគយកមកដោយយកតួទី1គុណគ្រប់តួទាំងអស់នៃកតាទី2មកជានៅពេលដែលយើងពលាតភាគយកមកបាន7គុណនឹង5បាន35 7គុណនឹង e បានបូក 7e បូក 9e គុណនឹង5បានបូក 45e ហើយបូក 9e គុណជាមួយនឹងបូក e បានបូក 9e ការ៉េតែយើងដឹងថា e ការ៉េស្មើដក1អញ្ចឹងដក1គុណជាមួយនឹង9បានដក9ហើយភាគបែងខាងក្រោមគឺវាចូល a ការ៉េដក b ការ៉េចាដែលស្មើ a ដក b គឺថា a បូក b ដែលស្មើ5ដក e គឺថា5បូក e ហ្នឹងអញ្ចឹងតួ a របស់យើងក្នុងនេះគឺ5តួ b របស់យើងគឺ e ណាអញ្ចឹងបាន5ការ៉េ25 e ការ៉េស្មើដក1តែប៉ះជាមួយនឹងរូបមន្ត a ការ៉េដក b ការ៉េរបស់យើងដកកន្លែងកណ្ដាលហ្នឹងគឺ
e ក្រេស្មើដក1ដក1ប៉ះជាមួយនឹងដកកន្លែងនេះគឺទៅជាបូកឯណាអញ្ចឹងបាន25បូក1បន្ទាប់មកយើងធ្វើការគណនាផ្នែកចំនួនពិតចំនួនគណនាជាមួយនឹងចំនួនពិតហើយនិមិត្តជាមួយនឹងចំនួននិមិត្តអញ្ចឹង35ដក9ស្មើនឹង26បូក 7e បូក 45e បានបូក 52e ភាគបែង25បូក1អញ្ចឹងវាឃើញ26អញ្ចឹងវាជាចំនួនពិតហើយនេះចំនួនពិតហើយអញ្ចឹងយើងធ្វើការផ្ដាច់មកកាលណាមានភាគបែងរួមអញ្ចឹងគឺយើងធ្វើការផ្ដាច់ដើម្បីឲ្យវាចូលទម្រង់ a បូក be អញ្ចឹងកាលណាយើងផ្ដាច់មកបាន26ចែកនឹង6បាន1 52ចែកនឹង26បានបូក 2e អញ្ចឹងកន្សោម d របស់យើងស្មើជាមួយនឹង1បូក 2e ចា៎តឈានចូលដល់លំហាត់អក្សរ E ដែលអក្សរ E គេឲ្យមកដក41បូក 63e លើ50ដកជាមួយនឹង1បូក 6e លើ1ដក 7e អញ្ចឹងក្នុងករណីនេះកាលណាគេមានលំហាត់ដែលគេឲ្យដាក់មកគឺគេតែងតែមានល្បិចក្នុងការដោះស្រាយអញ្ចឹងជំហានមុនដំបូងក្នុងការដោះស្រាយបងប្អូនកុំព្យាយាមគិតលេខច្រើនដោយសារតែលំហាត់ភាគច្រើនគឺគេដាក់មកគេមានន័យថាគេដឹងថាលំហាត់មួយនឹងអាចសម្រួលបានខ្លះឬក៏លេខទូទេទោះបីយើងមើលឃើញថាលេខនឹងធំក៏ពិតមែនប៉ុន្តែគេមានលំហាត់កលឹះរបស់គេក្នុងការដោះស្រាយឲ្យទៅជាលេខតូចចឹងក្នុងករណីបែបនេះបងអូនសង្កេតឃើញថាភាគបែងរបស់វាខាងកន្សោមឬក៏ប្រភេទទី1នេះគឺភាគបែងរបស់វាជាចំនួនពិតហើយប៉ុន្តែប្រភេទទី2របស់វាគឺជាចំនួនទម្រង់ពេកនិតឬក៏ផ្នែកពិតដកជាមួយនឹងចំនួននិមិត្តអត់ទាន់ជាទម្រង់ពិតទេអញ្ចឹងប្រភេទទាំងពីរហ្នឹងគឺខុសគ្នាចឹងបើសិនបើបងអូនចង់គុណភាគបែងរួមគឺមើលទៅវាលេខវាច្រើនចឹងក្នុងករណីបែបនេះលោកគ្រូសូមលើកទឹកចិត្តឲ្យបងប្អូនគណនាកន្សោមឬក៏ប្រភេទទី2ជាមុនសិនតើចាំមើលយើងមើលហេតុផលបន្តទៀតថាហេតុអីបានយើងធ្វើគណនាកន្សោមទី2សិនដោយសារតែកន្សោមទី2គឺវាអត់ទាន់ខ្លាយទៅជាទម្រង់ចំនួនពិតនៅភាគបែងទេអញ្ចឹងយើងធ្វើការគណនាប្រភេទទី2មកហើយយើងទុកប្រភេទទី1សាកមើលសិនណាចឹងយើងទុកប្រភេទទី1ដដែលមកយើងធ្វើការគណនាគុណកន្សោមឆ្លាស់ប្រភេទទី2 1ដក 7e កន្សោមឆ្លាស់របស់វាគឺ1បូក 7e ចឹងថែមលើថែមក្រោមមកចាបានប៉ុណ្ណឹងហើយយើងធ្វើការគុណពលាតភាគយកហើយនឹងភាគបែងវាចូលរូបមន្ត a ក្រេដក b ក្រេទៀតអីចឹងបាន1គុណនឹង1បាន1 1គុណបូក 7e បានបូក 7e បូក 6e គុណជាមួយនឹង1បានបូក 6e បូក 6e គុណជាមួយនឹងបូក 7e បានបូក 42e ការ៉េណាចាហើយភាគបែងខាងក្រោមគឺវាចូល a ការ៉េដក b ការ៉េ a យើងគឺ1ការ៉េហើយ b យើងគឺ 7e 7e លើកជាការ៉េយើងធ្វើការទុកប្រភេទទី1ទុកនៅដដែលសិនហើយយើងធ្វើការគណនាប្រភេទនេះឲ្យរៀងតូចជាងមុនសិនប្រភេទទី2ណាអញ្ចឹងដោយសារយើងដឹងថា e ក្រេស្មើដក1ដក1គុណជាមួយនឹង42បានដក42អញ្ចឹង 7e បូក 6e បានបូក 13e អាមួយណាដែលយើងអាចគណនាបានយើងគណនាឲ្យលេខកាន់តែតូចជាងមុនមកប្រសើរសម្រាប់ខ្លួនឯងហើយ1ក្រេ1 7ក្រេស្មើ49ក្នុងករណីនេះកន្លែងនេះគ្រូបញ្ជាក់បន្តិចថាការ៉េក្តោបរួមទាំង7ផងទាំង e ផងអញ្ចឹងកាលណាការ៉េក្តោបរួមទាំង7ផង e ផងគឺតម្លាក់មកគ្រប់តួទាំងអស់ណាតម្លាក់មក7ផងតម្លាក់មក2 e ផងអញ្ចឹងបាន7ការ៉េ49 e ការ៉េស្មើដក1ដក1ប៉ះជាមួយនឹងដកខាងមុខនេះវាឡើងទៅជាបូកចា៎បងប្អូនឃើញសង្កេតឃើញទេឃើញថាភាគបែងរបស់វានេះ50អានេះក៏ភាគបែងរបស់វា50ដែរចានឹងហើយគឺជាកលឹះនៅពេលណាដែលយើងឃើញចំនួនពិតអីមួយហើយប្រភេទទី1មួយផ្សេងទៀតមិនទាន់ជាចំនួនពិតគឺអូនធ្វើបំលែងអាមិនទាន់ជាចំនួនពិតនៅភាគបែងហ្នឹងឲ្យទៅជាចំនួនពិតសិនមករួចចាំយើងធ្វើការគណនាតម្រូវវាតាមក្រោយអាហ្នឹងគឺលេខហ្នឹងវារៀងតូចជាងមុនចាអញ្ចឹងយើងសង្កេតឃើញថាភាគបែងរបស់វាគឺសុទ្ធសឹងតែ50ដូចគ្នាណាហើយយើងគណនាខាងលើនេះមកបាន1ដក42បានដក41បូក 13e ចានេះគ្រូដាក់វងកញ្ចក់អញ្ចឹងដើម្បីឲ្យបងប្អូនងាយស្រួលមើលណាចាបន្ទាប់មកដោយសារតែយើងសង្កេតឃើញថាភាគបែងរបស់វាគឺដូចគ្នាហើយអញ្ចឹងយើងធ្វើការដាក់ភាគបែងរួមហើយយកភាគយកបូកដកជាមួយនឹងភាគយកអញ្ចឹងបានដក41បូក 63e ដកប៉ះជាមួយមុននឹងយើងលុបវងកញ្ចក់កន្លែងនេះគឺបងប្អូនត្រូវប្រយ័ត្នតិចដោយសារអីសញ្ញាដកគឺវាមានឥទ្ធិពលខ្លាំងណាស់កាលណាចាប់ពី2តួឡើងទៅឲ្យតែឃើញចាប់ពី2តួឡើងទៅនៅខាងក្រោយសញ្ញាដកមុននឹងពេលដែលយើងលុបវងកញ្ចក់គឺយើងត្រូវធ្វើការ
គុណបញ្ចូលសញ្ញាដកជាមុនសិនអញ្ចឹងដកគុណនឹងដកបានបូក41ហើយដកគុណជាមួយនឹងបូកបានដក 13e ចាដើម្បីជៀសវាងកុំឲ្យការមានភ័ន្តច្រឡំអញ្ចឹងណាអញ្ចឹងចាប់ពីពីតួខាងក្រោយទៅគឺមានសញ្ញាដកនៅពីមុខគឺយើងធ្វើការគុណវាសិនបានយើងអាចលុបវងកញ្ចក់តាមក្រោយបន្ទាប់មកយើងអាចគណនាបានហើយគណនាពិតតាមពិតនិមិត្តតាមនិមិត្តមកអញ្ចឹងយើងនឹងទទួលបានដក41បូក41អស់ហើយណាអញ្ចឹងបាន 63e ដក 13e បាន 50e លើ50អញ្ចឹង50សម្រួលនឹង50សសល់ e ចានេះក៏ជាទម្រង់ពីគណិតដែរចាដែលទម្រង់ពីគណិតហ្នឹងគឺផ្នែកពិតរបស់វាបើគេអត់សរសេរអញ្ចឹងមានន័យថាផ្នែកពិតរបស់វាគឺ0ហើយផ្នែកនិមិត្តរបស់វាគឺ1ដែល a បូក be អញ្ចឹងន័យថា0បូក e ចានេះក៏ជាទម្រង់ពីគណិតដែរចឹងមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រហើយនឹងទស្សនាបើសិនបើមានចម្ងល់សូមបងប្អូនទម្លាក់ចូល comment ខាងក្រោមហើយព្យាយាមយកវាទៅអនុវត្តមើលហើយម្ដងទៀតដើម្បីជាទុនគំនិតក្នុងការបំពេញចំណុចខ្វះខាតរបស់ខ្លួនឯងបន្ថែមផងដែរចា៎អញ្ចឹងសូមអរគុណនិងសូមជម្រាបលា